ជំរាបសួរបងប្អូននៅនេះបបរសហូបមួយត្រីខអ្នកត្រីខខ្ញុំក៏មកនេះបងប្អូនគឺថានៅសល់មកកង់បន្តិចហើយខ្ញុំក៏ហូបបបរហ្មងទៅហើយនេះខ្ញុំបបរពេលដែលខ្ញុំបបរខ្ញុំដាក់ទឹកនេះទេប៉ុន្តែដល់ពេលចិត្តឆ្អិនខ្ញុំថែមទឹករៀងច្រើនណាបបរខ្ញុំពេលដែលព្រិចបានខ្ញុំបិទភ្លើងបងប្អូនខ្ញុំបបរនេះបបរយករីកពងប្រគួយបបររបស់ខ្ញុំនេះពងវារៀងរីកជាងបាយបន្តិចប៉ុន្តែរីកជាងបាយប៉ុណ្ណឹងគឺបានហើយបងប្អូនព្រោះអីយើងបិទភ្លើងហើយយើងគ្របឆ្នាំងទុកប្រហែលជាកន្លះម៉ោងឬ1ម៉ោងអីទៅគឺថាវានឹងរីកល្អឲ្យធ្វើអញ្ចឹងធ្វើឲ្យចំណេញភ្លើងចំណេញហ្គាសអញ្ចឹងបបរខ្ញុំបងប្អូនខ្ញុំគ្រាំទុកឡើង3 4ម៉ោងឲ្យបងប្អូននៅភ្លេចនៅឃើញតែមានបបរឥឡូវខ្ញុំរៀបចំដួសហូបហើយនេះបងប្អូនខខ្ញុំម្ដុំនឹងនៅសល់គឺថាអត់អស់ទេហើយម្ដុំតូចខ្ញុំសល់ពីហូបបាយឥឡូវបងប្អូនមកពិសាបបរជាមួយត្រីខរបស់ខ្ញុំទាំងអស់គ្នាណែការពិតខ្ញុំថាជៀនពងទាជៀនពងមាន់ទៀតតែបងប្អូនតែនៅឃើញតែហ៊ានតែធ្វើតែជៀនពងមាន់ឬក៏ធ្វើអីផ្សេងនេះគឺថានៅសល់ខនឹងទៀតហើយបបរមួយឆ្នាំគឺខ្ញុំហូបតែខ្ញុំហើយនឹងកូនបើទេកូនបងគាត់ញ៉ាំទេកូនខ្ញុំកូនខ្ញុំកូនបងគេថាបបរអីជាប់ហើយបើបបរគ្រឿងគាត់ចេះញ៉ាំទៅប៉ុន្តែបើបបរសគាត់ដែរញ៉ាំទេឲ្យតែខ្ញុំបបរសម្ដងណាគឺខ្ញុំហើយនឹងកូនបើទេអ្នកហូបបើកូនបើគាត់ហូបមួយត្រីងៀតឬក៏មួយទឹកស៊ីអ៊ីវបើខ្ញុំនឹកឃើញថាដូចថាខ្ញុំនឹកឃើញថាហូបត្រីខជាមួយបាយនឹងអស់2ថ្ងៃហើយម្យ៉ាងទៀតថ្ងៃហ្នឹងខ្ញុំអត់សូវស្រួលខ្លួនមានអារម្មណ៍ថាដូចរៀងឈឺក្បាលវិលមកតិចតួចម្ល៉េះហើយតែខ្ញុំក៏ហូបបបរហ្មងទៅហើយខ្ញុំដាក់បបរហើយត្រីខរបស់ខ្ញុំហ្នឹងបងប្អូននិយាយរួមហូបទៅចិត្តអស់ក៏អត់មានថាបែកសាច់ត្រីទៅណាគឺថាល្អមែនតើដោយសារពេលដែលខ្ញុំខដូចបងប្អូនឃើញអញ្ចឹងខគឺថាអត់មានគោទៅពីទៅពីច្រើនដងទេហើយម្យ៉ាងទៀតយើងប្រឡាក់ត្រីមុនដែលយើងដាក់ខធ្វើឲ្យសាច់ត្រីហ្នឹងរឹងល្អហើយបបរដែលខ្ញុំហូបហ្នឹងបងប្អូនហូបឲ្យក្តៅវាក្តៅខ្លាំងណាវាក្តៅមកល្មមប៉ុន្តែបើសិនកូនក្មេងញ៉ាំអីហ្នឹងតួផ្លុំខ្ញុំហូបនេះគេថាហូបហត់ឲ្យជីងញើសបងប្អូនតែខ្ញុំស្មានតែតិចអស់ហើយតែខ្ញុំគ្របទុកប្រហែលជា2ម៉ោង3ម៉ោងដែរដល់ពេលទៅបើកទៅដុសទៅនៅក្តៅធម្មតាហើយដល់ពេលក៏ពុតបបរនេះគេថាចង់កោកជុលបងប្អូននឹងឃើញចង់ថែមទឹកទៀតតែប៉ុន្តែឃើញប៉ុណ្ណឹងក៏បានដែរខ្ញុំមិនដឹងមិនទេហូបបបររៀងរាវទៅបានឆ្ងាញ់ហើយបបរមួយចានខ្ញុំហូបខអស់តែមួយកូនដុំដែលថាខ្ញុំសល់ពីហូបបាយជាមួយកូនពៅពីម្សិលមិញហើយម្ដុំគឺថាសល់គុំតបានកូនពៅគាត់ញ៉ាំពេលដែលខ្ញុំថតវីដេអូហើយដល់បងប្អូនកុំអីនៅសល់ខទៀតកុំអីសល់ដល់ស្អែកទៀតហើយខ្ញុំហូបមួយខបន្តិចហើយជាមួយនឹងក្បាលត្រីដែលខ្ញុំប្រឡាក់បេះទៅវត្តហ្នឹងបងប្អូនខ្ញុំយកមកកដៅខ្ញុំហូបតែមួយពីរហើយនឹងបបរមួយចានធំហ្នឹងខ្ញុំហូបអស់បងប្អូនហើយអូយយើងអត់ស្រួលខ្លួនយើងហត់បបរគឺថាឆ្ងាញ់មែនតើហើយនេះខ្ញុំបញ្ចុកកូនពៅឲ្យគាត់ឆាចង់ញ៉ាំអត់ហើយបងប្អូនឯងក្តៅហត់អូឆ្ងាញ់ណាស់ណាបងប្អូនវល់មួយចានអស់លេងខ្ញុំហូបអស់តែត្រីនៅសល់បន្តិចហើយខ្ញុំហូបមួយក្បាលត្រីតែ2ទេនេះហើយខខ្ញុំគឺល្អមែនតើអត់មានបែកសាច់ទេបងប្អូនហើយរសជាតិក៏ឆ្ងាញ់ទៀតអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេបងប្អូនអរគុណបងប្អូនដែលបានជួយមើលវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់ជម្រាបលាជួបគ្នាវីដេអូក្រោយ